សួស្តីអ្នកនរគ្នាខ្ញុំជា CIV ថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាដែលต้องជាមួយនឹងការភ្ជាប់ remote control ទៅជាមួយនឹង device ផ្សេងៗដូចជា visitor ឬក៏ទូរទស្សន៍ជាដើមយើងអាចភ្ជាប់បាននេះគ្នាតែគ្រាន់តែយើងប្រើប្រាស់ជាមួយនឹងបេតុង back ឬក៏បេតុង home គ្រប់គ្នាប្រហែលជា3 second តោះមកមើលជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដល់កន្លែងនេះវានឹងឲ្យយើង pair remote control ហើយវានឹងប្រាប់យើងថាត្រូវ pair បែបណាទៅគ្នាអញ្ចឹងអត់បាក់ទេយើងគ្រាន់តែចុចសញ្ញាពីរនឹងត្រង់គ្នាប្រហែលជាត្រង់3 second នៅមុខ sensor របស់វាមក sensor នៅមុខជិតកន្លែង lens ហ្នឹងចុចប្រហែលជា3 second ទៅបានយើងចាំឲ្យវា pairing តិចមកអូខេអញ្ចឹង pairing គឺ success អញ្ចឹងដល់ហើយនេះដល់ពេលយើង pair ហើយគឺយើងអាចចុចជាមួយ webcam ឬជាមួយនឹង region បានហើយតែប៉ុណ្ណឹងឯការភ្ជាប់អីហ្នឹងគឺអត់បាក់បងប្អូនអរគ្នាខាងវាមកអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់ដឹងពីរបៀបនៃការប្រើប្រាស់ជាមួយនឹង Twitter ផ្សេងៗទៀតអាច comment នៅខាងក្រោមនេះហើយកុំភ្លេចចុច like share comment ឬក៏ subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗបាយជួបគ្នាវីដេអូក្រោយ